ដូរកាត់ក្រហមហើយក្រុមចាញ់តួសាច់ទៀតបងប្អូនយើងមិននេះគឺជាបាការប្រកួតជំរុះបាននៃពេលរង្វាន់បើ World Cup រវាងក្រុមជម្រើសជាតិប៉ុកទីហ្គាល់បាទត្រូវបាទប៉ះបាននឹងមួយអេក្លង់បាទយុគមិញនេះគឺប៉ុកទីហ្គាល់បាទបរាជ័យបាទចឹងអាម៉ាស់បាទក្រុមអត់ធ្វើជើងមួយអេក្លង់បាទ2-0អត់មានបាទតោះដៃបានសំបីបាទតែមកក្របទេបងប្អូនយើងបាទហើយយុគមិញនេះដែរគឺបាទពូដូបងប្អូនយើងមកពិតជាបាទស្ដាយមែនទែនបន្ទាប់ពីបាទគេលុតបាទ2-0មកបាទអាចថាអារម្មណ៍គាត់រៀងបាទឆេវឆាវបាទសម្រាប់បាទកាឡាកោបាទ CR7 បាទគាត់បកកែងបងប្អូនយើងបាទមិនដឹងថាគាត់ទៅរៀនបាទគុណខ្មែរមកពីណាទេសម្រាប់បាទកាឡាកោបាទ CR7 បាទគាត់បកកែងទៅត្រូវបាទខ្នងបាទលោកកាឡាកោបាទអេកឡង់បាទហើយក៏ដួលទៅហើយដំបងឡើយគឺបាទលោកអញ្ញាកដាលបាទគឺបាទឲ្យការបាទលឿនទេបងប្អូនយើងប៉ុន្តែដល់ពេលដែលមានការតវ៉ាពីកាឡាកោអេកឡង់ទៅក៏បាទទៅ check បាទ VAR មើលក៏បាទ cancel បាទការលឿនគឺបាទឲ្យកាត់ក្រហម direct តែម្ដងបាទអញ្ចឹងគឺយប់មិញនេះគឺពូដូដល់កបងប្អូនយើងបាទគាត់បាទហើយបើយើងមើលទៅបងប្អូនយើងបាទកន្លែងហ្នឹងបាទគឺបាទឲ្យកាត់ក្រហមគឺបាទសុំរំបងប្អូនព្រោះថាគាត់បកកែងមើលទៅវារឿងឆ្កងមែនបងប្អូនយើងសម្រាប់បាទ CR7 តែយ៉ាងណាបាទក៏បាទសោកស្ដាយបាទសម្រាប់បាទក្រុមបាទប៉ុកទីហ្គាល់អាចចាញ់មកជុំមកងុំគឺថាបាទសាច់ច្បងធំនេះគឺបាទកាត់ក្រហមទៀតហើយបើត្រង់លេងម៉ាក់ហ្នឹងហើយទៅសង្ឃឹមបញ្ចេញពី World Cup មិនទៅបងប្អូនយើងដល់កហើយមិនមកទេប៉ុកទីហ្គាល់